លោកនេតាញ៉ាហ៊ូសង្ឃឹមសម្រាប់ការដោះលែងចំណាប់ខ្មាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខណៈដែលលោកត្រាំជំរុញឲ្យអ៊ីស្រាអែលនិងក្រុមហាម៉ាស់ជំរុញផែនការបត់ជបាញ់ក្រុមហាម៉ាស់ទំនងជានឹងរុញច្រានមកវិញនៅលើផែនទីដែលស្នើឡើងដោយសហរដ្ឋអាមេរិកសម្រាប់ការដាក់ពង្រាយកងទ័ពអ៊ីស្រាអែលឡើងវិញនៅតំបន់ហ្គាហ្សាពី Jeremy Diamond របស់ CNN និង Tal Selo ផែនទីដែលស្នើឡើងដោយសហរដ្ឋអាមេរិកសម្រាប់ការដាក់ពង្រាយឡើងវិញដំបូងនៃកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាតំណាងឲ្យខ្សែបន្ទាត់នៃការគ្រប់គ្រងដ៏ជ្រៅបំផុតរបស់អ៊ីស្រាអែលដែលបានបង្ហាញក្នុងអំឡុងពេលការចរចាបត់ជបាញ់នាពេលថ្មីៗនេះហើយទំនងជានឹងមានការរឹងច្រានពីក្រុមហាម៉ាស់យោងតាមផែនទីដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក Donald Trump នៅលើ Truth Social កងទ័ពអ៊ីស្រាអែលនឹងនៅឆ្ងាយរហូតដល់ 6.5 គីឡូម៉ែត្រនៅខាងក្នុងហ្គាហ្សាភាគខាងត្បូង2 គីឡូម៉ែត្រនៅកណ្ដាលហ្គាហ្សានិង 3.5 គីឡូម៉ែត្រនៅភាគខាងជើងហ្គាហ្សាបន្ទាប់ពីការដោះលែងចំណាប់ខ្មាំងទាំង48នាក់ផែនទីនេះតំណាងឲ្យការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងការគ្រប់គ្រងរបស់អ៊ីស្រាអែលលើទឹកដីហ្គាហ្សាបើប្រៀបធៀបទៅនឹងផែនទីដែលអ្នកសម្រុះសម្រួលបង្ហាញដល់ក្រុមហាម៉ាស់កាលពីពាក់កណ្ដាលខែកក្កដាដែលខ្សែបន្ទាត់គ្រប់គ្រងជ្រៅបំផុតរបស់អ៊ីស្រាអែលលាតសន្ធឹងប្រវែង 1.6 គីឡូម៉ែត្រចូលទៅក្នុងហ្គាហ្សានេះបើតាមផែនទីដែលបានចេញផ្សាយនៅពេលនោះសូម្បីតែពេលនោះក្រុមហាម៉ាស់បានព្យាយាមរុញខ្សែបន្ទាត់អ៊ីស្រាអែលឲ្យថយក្រោយទៀតផែនទីដែលស្នើឡើងដោយសហរដ្ឋអាមេរិកបានគូជិតស្និទ្ធទៅនឹងខ្សែបន្ទាត់យោធាអ៊ីស្រាអែលបានទៅដល់មុនពេលអ៊ីស្រាអែលចាប់ផ្ដើមប្រតិបត្តិការ Gideon's Chariot 2ក្នុងខែសីហានេះបើតាមប្រភពពីអ៊ីស្រាអែលនៅក្នុងសន្ទរកថារបស់គាត់កាលពីយប់ថ្ងៃសៅរ៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបន្លឺថាក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងទាំងអស់និងកងកម្លាំង IDS នឹងដាក់ពង្រាយឡើងវិញតាមរបៀបដែល IDS នឹងបន្តកាន់កាប់តំបន់គ្រប់គ្រងទាំងអស់ដែលជ្រៅក្នុងស្ទ្រីបប៉ូលីសទីក្រុងឡុងបាននិយាយថាមនុស្សជាង500នាក់ត្រូវបានចាប់ខ្លួនពីបទគាំទ្រក្រុមសកម្មភាពប៉ាឡេស្ទីនដែលត្រូវបានហាមឃាត់មនុស្សជាង500នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍នៅទីក្រុងឡុងពីបទគាំទ្រក្រុមសកម្មជនដែលត្រូវបានហាមឃាត់ Palestine Action នេះបើតាមប៉ូលីសទីក្រុងឡុងប៉ូលីសបាននិយាយថាពួកគេបានចាប់ខ្លួនសរុបជាង492នាក់នៅទីលាន Trafalgar ដោយមាន488នាក់សម្រាប់ការគាំទ្រអង្គការដែលបានកំណត់នៅក្នុងខែកញ្ញានៅទីបាតុកម្មចុងក្រោយលើកបានហាមប្រន់ក្នុងទីលានសភាមនុស្សជាង890នាក់ត្រូវបានចាប់ខ្លួនដោយខ្លះកាន់សញ្ញាថាខ្ញុំប្រឆាំងកាន់ក្រញ៉ាន់ខ្ញុំគាំទ្រសកម្មភាពប៉ាឡេស្ទីនបន្ទាប់ពីការចាត់ទុកក្រុមនេះជាអង្គការភៀវរកម្មកាលពីខែកក្កដាសញ្ញាស្រដៀងគ្នាក៏បានបង្ហាញនៅថ្ងៃសៅរ៍នេះដែរ Defend Our Juries ដែលមានតួនាទីសំខាន់ក្នុងការរៀបចំការតវ៉ាបាននៅថ្ងៃសៅរ៍ថាមនុស្សជាង 1000 នាក់បានជួបជុំគ្នាដើម្បីប្រឆាំងនឹងបំប្រាន់នៅលើសកម្មភាពប៉ាឡេស្ទីនក្រុមសកម្មជនគាំទ្រប៉ាឡេស្ទីនត្រូវបានចាត់ទុកជាអង្គការភៀវរកម្មបន្ទាប់ពីសមាជិកខ្លះបានវាយលុកជលមូលដ្ឋានទ័ពធំបំផុតនៃចក្រភពអង់គ្លេសនិងបានបំផ្លាញបំភ្លេចយន្តហោះ2គ្រឿងក្រុមអ្នកតស៊ូមន្ត្រីសេរីភាពស៊ីវិលបានធូរធារការហាមឃាត់នេះថាជាការរំលោភបំពានសេរីភាពនៃការបញ្ចេញមតិក្នុងចក្រភពអង់គ្លេសអ្នករៀបចំបាននិយាយថាកំណំអ្នកដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍រួមមានកូនស្រីអាយុ79ឆ្នាំនៃអ្នករស់ជីវិតពីការសម្លាប់បុរសជំនឿអាយុ79ឆ្នាំមានជំងឺឆ្ងាយនិងបុរីប្រកបអាវិពាអាយុ88លោកTrumpនិយាយថាអ៊ីស្រាអែលបានយល់ព្រមលើខ្សែបន្ទាត់ដកខ្លួនដំបូងនៅក្នុងសំណើហ្គាហ្សារបស់គាត់ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាអ៊ីស្រាអែលបានយល់ព្រមលើខ្សែបន្ទាត់ដកខ្លួនដំបូងដែលមានចែងនៅក្នុងផែនការបត់ជបាញ់របស់លោកដែលបានស្នើឡើងសម្រាប់អ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍លោកប្រធានាធិបតីបាននិយាយថារដ្ឋបាលឥឡូវនេះកំពុងរងចាំការបញ្ជាក់ពីក្រុមហាម៉ាស់ប្រសិនបើក្រុមហាម៉ាស់យល់ព្រមលោក Trump បាននិយាយថាបទឈប់បាញ់នឹងមានប្រសិទ្ធភាពភ្លាមៗហើយការដកដូរចំណាប់ខ្មាំងនិងការដកដូរអ្នកទោសនឹងចាប់ផ្ដើមបន្ទាប់ពីការចរចាអ៊ីស្រាអែលបានយល់ព្រមលើខ្សែបន្ទាត់ដកខ្លួនដំបូងដែលយើងបានបង្ហាញនិងចែករំលែកជាមួយក្រុមហាម៉ាស់នៅពេលដែលក្រុមហាម៉ាស់បញ្ជាក់បទឈប់បាញ់នឹងមានប្រសិទ្ធភាពភ្លាមៗការដកដូរចំណាប់ខ្មាំងនិងអ្នកទោសនឹងចាប់ផ្ដើមហើយយើងនឹងបង្កើតលក្ខខណ្ឌសម្រាប់ដំណាក់កាលបន្ទាប់នៃការដកខ្លួនដែលនឹងនាំយើងឲ្យជិតដល់ទីបញ្ចប់នៃការយកចិត្តទុកដាក់របស់អ្នករយៈពេល3000ឆ្នាំសម្រួលហើយ Trump បានសរសេរនៅលើ Truth Social យើងបាននាំជូនអ្នកអំពីព័ត៌មានថ្មីមុននេះអំពីសុន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ទៅកាន់ប្រទេសដែលក្នុងនោះលោកបានសម្ដែងសុទេតិនិយមអំពីការអភិវឌ្ឍបទជបាញ់និងផែនការដោះលែងចំណាប់ខ្មាំងសាច់ញាតិរបស់ចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សានិងអតីតអ្នកជាប់ឃុំបានថ្លែងសារដែលធ្លាប់ស្គាល់នៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ដើម្បីជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែលអនុវត្តតាមកិច្ចព្រមព្រៀងដែលស្នើឡើងដោយសេដ្ឋវិធានដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សានិងបញ្ជូនចំណាប់ខ្មាំងទាំងអស់ត្រឡប់ទៅវិញ
លោក Kadi Moses និយាយអំពីចំណាប់ខ្មាំងដែលនៅសេសសល់ថាខ្ញុំស្គាល់អ្វីដែលពួកគេកំពុងឆ្លងកាត់លោក Moses បានរស់រើជីវិតពីការជាប់ឃុំឃាំងនៅតំបន់កាហ្សាខ្លួនឯងហើយបានដោះលែងកាលពីដើមឆ្នាំនេះនៅកំឡុងការបត់ច្បាញ់ Ailet Goldin ដែលបងប្រុសរបស់គេឈ្មោះ Hada បានស្លាប់នៅក្នុងការប្រយុទ្ធគ្នានៅតំបន់កាហ្សានៅក្នុងឆ្នាំ2014លោកបាននិយាយថានៅក្នុងថ្ងៃពិសេសនេះបន្ទាប់ពី Rosh Hashanah និង Yom Kippur ខ្ញុំជ្រើសរើសនៅក្តីសង្ឃឹមខ្ញុំស្រែកពីនេះទៅកាន់ថ្នាក់ដឹកនាំសូមអនុវត្តការងារនេះជាពេលវេលារបស់អ្នកយើងស្រែកនៅទីនេះហើយដើរតាមផ្លូវដើម្បីគាំទ្រអ្នកក្នុងការធ្វើរឿងត្រឹមត្រូវអតីតចំណាប់ខ្មាំងម្នាក់ Omer Semtov បាននិយាយទៅកាន់ប្រធានាធិបតីអាមេរិក Donald Trump ដែលផ្ទាល់ Omer Semtov បាននិយាយថាខ្ញុំជួបលោកបន្ទាប់ពីខ្ញុំបានដល់ឡើងពីចំណាប់ឃុំឃាំងខ្ញុំប្រាប់លោកទាំងនោះថាលោកត្រូវបានពាក់មាតាចូលជាបញ្ជូនមកដើម្បីជួយសង្គ្រោះយើងហើយខ្ញុំនឹងតែជឿថាស្ដីពីថ្ងៃនេះដោយសារតែលោកបានខ្ញុំអាចត្រឡប់មកផ្ទះរបស់ខ្ញុំវិញបានលោកបានបន្តថាលោកបាននាំមកជូន